ឃើញគោយន្តនឹកដល់រទេះនឹកភ្លើងជង្គៀងកាកេងក្រុងផ្ទះអនុស្សាវរីយ៍លោកជ័យបង្រៀនឲ្យចៅនេះចេះសំពះសុំពេលនេះឲ្យដូចពីមុនហើយផ្ទះឥឡូវក៏ស្ងាត់ជ្រងំសំលេងអ៊ូអធ្លាប់តែផ្ដោតសុខហើយសុខសប្បាយត្រជាក់ត្រជុំអោលោកជ័យនៅទីនោះសុខទុក្ខយ៉ាងម៉េចហើយធ្លាប់រស់នៅផ្ទះចាំងឮសំលេងហើយល្វើយឥឡូវខំសួរយ៉ាងណាក៏លែងមានអ្នកឆ្លើយខ្នៃព្រួយមុំប៉ុនពេលកូនចៅបានបត់រួចហើយនឹកក៏សំលេងធ្លាប់ហៅហើយក៏នឹកផ្ទះដែលពួកយើងធ្លាប់នៅនឹកគ្រានឹកពួយក្របអនុស្សាវរីយ៍ដោយរឿងនិទានចាស់ក្នុងសៀវភៅក្មេងនៅផ្ទះរងចាំផ្លូវកន្លែងមួយនេះធ្លាប់តែមានអ្នកនៅនឹកដល់អង្គដែលលោកយាយធ្លាប់កិនជាមួយនឹងត្បាល់កាជាមកសៅពេលវេលាដែលលឿនពេកហើយគ្រប់រឿងរ៉ាវឲ្យខ្ញុំចងចាំមិនអាចបំភ្លេចបានឡើយអ្នកណាមិនធ្លាប់មានជ័យអ្នកណាមិនធ្លាប់មានតាធ្វើការងារយ៉ាងលំបាំងព្រោះតែយើងជាអ្នកចំការជប់ឡើងគេនៅខ្ទមស្រែសំឡឹងមើលដួងចន្ទថ្លាគេស្ដាប់សំឡេងនាមយំហើយលឺរងំក្នុងព្រៃព្រឹក្សាតើពេលនេះអ្នកនៅទីណាលែងលឺសំឡេងលែងលឺវិចារវិវត្តនៃវិតជីវិតតាមពេលវេលាមិនអាចតវ៉ាសំឡេងយប់មួយស្ងាត់ស្ងាត់ហើយរងចាំផ្លូវអ្នកទាំងឯកាថាអ្នកមិនត្រឡប់តែចិត្តមិនស្ងប់សំឡេងគោយន្តនឹកដល់រទេះនឹកភ្លើងជង្គៀងកាកេងត្រង់ផ្ទះអនុស្សាវរីយ៍លោកជ័យนโมตัสสะภิกขุตาวะตาวสัมมาสัมพุทธัสสะนโมตัสสะภิกขุตาวะตาวสัมมาสัมพุทธัสสะนโมตัสสะภิกขุตาวะตาวสัมมาสัมพุทธัสสะโยเมจิตาเปโมรณะเทระโมเจนะเตเยปะมานานาเตจังឮសំឡេងហើយល្វើយឥឡូវខំសួរយ៉ាងណាក៏លែងមានអ្នកឆ្លើយ